នេះគឺជាសកម្មភាពប្តីខ្ញុំគាត់មកកាប់ដីយកជីទៀតហើយលើកនេះយើងយកជីដើម្បីទៅដាក់ដាំដំណាំផ្សេងម្ដងកាលមុនយើងដាំដើមរុំតែដើមរុំហ្នឹងដាក់ដាំហើយក៏លែងបានមកមើលថែអញ្ចឹងទៅកៅស៊ីស្លឹកស៊ីអីអស់តែឥឡូវយើងកាប់ដីម្ដងទៀតលើកនេះរៀបចំដំណាំផ្សេងប៉ុន្តែអត់ដឹងថាដំណាំហ្នឹងជាដំណាំអីទេតោះបងប្អូនតាមដានមើលថានឹងដាំអីគេបន្តតែឥឡូវនេះដីយើងក៏បានច្រើនហើយតកៅនេះក៏បានច្រើនដែរដួងច្រើនហើយធំទៀតបងប្អូននេះច្រើនមែនតើវានៅក្នុងដីជីហ្នឹងណាមួយវាតិចហើយវាស៊ីអាដីនឹងមើលតែនេះបានធំឡើងចឹងដីនេះអាជីនេះយើងបានមកពីស្លឹកគ្រៃកាត់ចោលដាក់ចោលពនុះចោលទៅវាងាប់វាលួយទៅវាคล้ายទៅជាដីជីកប៉ុសចឹងតែម្ដងនេះគឺយើងអាចយកប្រើប្រាស់បានសម្រាប់ដាំដំណាំផ្សេងបានផលល្អចឹងណាបងប្អូនហើយនេះគេនោះវាមានមន់មានទាចឹងទៅវាដើរទៅចំណៃជុំវិញនោះទៅវាជុះអាចជុះអីទៅយើងប្រមូលវាទុកមកកណ្ដប់សម្រាប់ប្រើប្រាស់ដាំដុះដំណាំអីផ្សេងឲ្យវាបានល្អចឹងណាក្រោយនេះតក្រៃពុកម៉ែក៏ដាំលក់តែសារតែលិចទឹកទៅវាឡើងក្រហមវាសូវល្អទៅក៏អត់បានកាត់លក់ហើយមកមើលកសិកររបស់យើងគាត់កាប់ដីកណ្ដាលហើយគាត់កាយតកៅនឹងទុកមកដប់ជាមួយនៅពេលដែលពួកខ្ញុំដាក់ដាំដំណាំផ្សេងទៀតហ្នឹងចាំពួកខ្ញុំថតពីដំណើរការនៃការដាំដំណាំនឹងថាហ្នឹងគឺជាដំណាំអីហើយយើងដាំដោយរបៀបម៉េចចឹងបងប្អូនក្នុងវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើន